គុណភាពប្រាជ័យបើសិនជានាងខ្ញុំសថាវិនណាមិនមានភាពប្រាជ័យទេនាងខ្ញុំសថាវិនអត់បានស្គាល់បន្លែធម្មជាតិពិតអញ្ចឹងទេបងប្អូនអើយបងប្អូនដឹងទេបន្លែធម្មជាតិជួយជំងឺបានច្រើនណាស់បងប្អូនជាពិសេសជំងឺបាក់ទឹកចិត្តនឹងឯងជារៀសសួរលោកពុកអ្នកម្ដាយលោកពូអ្នកមីងបងប្អូនកូនជាទីស្រឡាញ់បន្លែធម្មជាតិដាំប្រើដូចជីកំប៉ុស្តដាំប្រើដូចជីដែលយើងធ្វើផ្ទាល់ដៃមិនប្រើជីអេរ៉េមិនប្រើជីគ្រាប់មិនប្រើជីពលូតលឿនមិនប្រើថ្នាំដើម្បីទុកឲ្យបានយូរជួយសុខភាពបងប្អូនច្រើនណាស់បងប្អូនឧទាហរណ៍នាងខ្ញុំជាដើមមានជំងឺបាក់ទឹកចិត្តយ៉ាងធ្ងន់បងប្អូនឥឡូវនេះនាងខ្ញុំស្ថាវិនជាដោយសារបន្លែធម្មជាតិនឹងឯងឥឡូវនេះដោយសារតែនាងខ្ញុំចូលចិត្តហូបក្តោបលោកប្តីនាងខ្ញុំដាំ150បងប្អូនទុកឲ្យនាងខ្ញុំហូបពេញចិត្តតែម្ដងដោយសារតែមួយរយៈមុនដាំបាន70បងប្អូនហើយនាងខ្ញុំហូបបានតែ3 4ក្តោបទេបងប្អូន3 4ក្តោបហ្នឹងណាជូនគាត់2នាងខ្ញុំ2បងប្អូនចាក្រៅពីហ្នឹងជូន Top Fan និងគ្រួសារនាងខ្ញុំសងខាងតែម្ដងចាលោកនេះដាក់180ហ្មងបងប្អូនចា3ខែទៀតបងប្អូនអើយនឹងមានក្តោបដកទៀតហើយណាតាមពិតទៅក្តោបហ្នឹងនៅស្រុកខ្មែរទីណាក៏មានដាំដែរបងប្អូនប៉ុន្តែនាងខ្ញុំឮថាក្តោបហ្នឹងធ្លាក់ថ្លៃ1គីឡូ400ទៅ600អស់ហើយនិយាយមែនឬក៏និយាយលេងបងប្អូនចានាងខ្ញុំឃើញគេនិយាយទេប៉ុន្តែក្តោបនាងខ្ញុំគេហ៊ានឲ្យតម្លៃដល់ទៅ5000ក្នុង1គីឡូបងប្អូនប៉ុន្តែនាងខ្ញុំដាំលក្ខណៈគ្រួសារទេបងប្អូនដាំលក្ខណៈគ្រួសារទេនៅពេលដែលបានផលនាងខ្ញុំចែកជូនម្នាក់មួយបានសាក់អញ្ចឹងណាបងប្អូនហើយនៅពេលដែលគាត់បានសាក់គាត់ថាអូយអត់មានហ្មងក្តោបនាងខ្ញុំនឹងលក្ខណៈក្លិនក្រអូបឈ្ងុយបែបបន្លែក្តោបនឹងតែម្ដងបងប្អូនអត់មានធំក្លិនអីទេញ៉ាំទៅស្រួយញ៉ាំទៅផ្អែមបងប្អូនចាអញ្ចឹងហើយបងប្អូនបានសាក់ហើយតែងតែគ្រប់ត្រឲ្យនាងខ្ញុំដាំរហូតចាប្រហែលជាមកពីនាងខ្ញុំដាំលក្ខណៈធម្មជាតិពិតទេបងប្អូនចានាងខ្ញុំអត់ប្រើអីទេក្រៅពីលក្ខណៈហាលដីឲ្យវាងាប់មេរោគរួចហើយលាយជាមួយជីកំប៉ុស្តចាបន្ទាប់មកនាងខ្ញុំបដោះកូនឲ្យនាងខ្ញុំដាក់ដាំចាដាក់ដាំរយៈពេល3ខែបាទនាងខ្ញុំបានដកបងប្អូនចាហើយនាងខ្ញុំអត់មានបាញ់លក្ខណៈបលូតឲ្យលឿនលក្ខណៈ GRA អីទេគឺនាងខ្ញុំប្រើធម្មជាតិសុទ្ធសាធនៅពេលដែលបានផលបងប្អូនអើយមិនថាយកទៅចំហុយមិនថាយកទៅស្ងោរមិនថាយកទៅហូបឆៅទេបងប្អូនជាពិសេសកូនអើយមុខម្ហូបមួយនេះឆ្ងាញ់ណាស់ងាយស្រួលទេកូនគ្រាន់តែមានទឹកប្រឡាក់សាច់ចាស្តង់ដារមកពីប្រទេសសិង្ហបុរីធ្វើបែបនឹងម៉ាក់កូនអើយឆ្ងាញ់ណាស់មុខម្ហូបមួយនេះជាពិសេសជាមួយក្តោបតែម្ដងចង់ធ្វើឆ្អិនក៏បានចង់ហូបឆៅដូចនេះក៏បានកូនអើយត្រូវមកចំពោះបងក៏ហូបបានដែរបងប្អូនគ្រាន់តែយើងដាក់ហ៊ុនបន្តិចមកយើងដាក់ជាមួយនឹងបន្លែឲ្យច្រើនចាយូរហូបម្ដងប្លែកមាត់គុំថៃអាំងពេកមែនទេចា